họ dùng temple trong khi समयศตวรรษที่7ศตวรรษที่7នៅក្នុងសម័យចេនឡានដល់ហើយសម័យមហានគរចាប់ពីរាប់ចាប់ពីព្រះបាទជ័យវរ្ម័នទី2ទៅគឺយ៉ាងនិយាយថាចុងសតវត្សទី8តាមសតវត្សទី9ហើយរាប់ចាប់ពីឆ្នាំ802ទៅមកដល់សតវត្សទី15 1430ជាងហ្នឹងគឺផុតសម័យមហានគរចូលសម័យលង្វែកហ្នឹងអូនេះនឹងមិនដឹងជាអីនេះមិនដឹងជាសុំបងអួចឬក៏ជាសសរពេជ្រយ៉ាងណានេះណាត់អត់របស់ភាសាបងប្អូនរាប់ពាន់ឆ្នាំជាងហើយនេះភាសាអកយមនេះបំណែកថ្មជ្រុះអស់នឹងចុះតាមណាផ្លូវតាមនោះចុះស្រួលជាងដល់វិលមកជុំអីហក់តាមនេះក៏ដែរសិតតែបំណែកឥតឯងបងប្អូននឹងនេះខ្លះទេប្រាសាទអកយំឈ្មោះប្រាសាទបែបនេះគ្រាន់តែជាឈ្មោះដែលគេដាក់ពេលហើយជាសម័យបារាំងចុះមកស្រាវជ្រាវសម័យក្រោយនេះទេបងប្អូនសម័យឆ្នាំ1800ជាងអីហ្នឹងឯងគេដាក់ឈ្មោះសម្គាល់តាមតែភាពជាក់ស្ដែងឬគេការសម្គាល់អីមួយហ្នឹងទៅហើយប្រាសាទអកយំនេះគឺជាប្រាសាទដែលគឺជាប្រាសាទភ្នំដំបងនៅសម័យមហានគរហើយដែលរូបរាងជាថ្នាក់ជាន់ហ្នឹងគឺប្រាសាទអកយំនេះហើយប្រាសាទភ្នំបន្តទៀតនោះគឺប្រាសាទបាគងបន្ទាប់ពីបាគងមកគឺប្រាសាទព្រំបាខែងនេះសិតតែឥតតាមកម្មចដានេះជាមានលក្ខណៈជាថ្មភក់មកបងឃើញឥតក្រហមនេះតែជាការជួសជុលថ្មីទេមិនមែនឥតពីបុរាណអសរពណ៌ក្រហមចឹងទេទីចេះហ្នឹងគេសិតតែដកអាពុកផុយខ្លាំងគេញាត់អាថ្មីចូលដើម្បីទុកកុំឲ្យវាបាក់នេះយើងមើលឃើញថ្មីគឺខាងក្រោមមិនដឹងជាធ្វើពីអីមិនដឹងជាថ្មបាយក្រៀមឬក៏ឥតដែរប៉ុន្តែយើងមើលកម្មចន្ទើនេះគឺថ្មបាយក្រៀមនិយាយទៅប្រាសាទនេះអាចនិយាយថាកសាងចេញពីថ្មបាយក្រៀមផងលាយជាមួយនឹងឥដ្ឋនិងថ្មភក់ហាមឡើងក្រងទ្វារនេះបាក់ចំពាក់កដាលប៉ុន្តែប្រហែលជាជួសជុលគ្រីបអីហើយដែរនៅជាប់បាត់ធ្លាក់តែពេលលក្ខណៈបែបនេះគឺដឹងតែជាទម្រង់លឹងស្វែកមកវិញដល់យើងធ្វើអីជាទូទៅសម័យមុន
ก็สร้างประสาทพนมแบบนี้คือแต่ทางเลยปุบเรียบใช่คือchỉ cần lại đồng cò sự vẹn lần hay lại đại đồng cò sự vẹn lần cứ nị cai rồi có lật thị promanh đây cơ rộp bẹt sự vẹn nị bác ô nị bằng sầm non ở kia ní dương mơ khơi còn đấy đây nó so tại cực đấy nó so tại cầm chân đáสำหรับขนมสำหรับของโอ้ยไอ้สมทวีไอ้ชิรุออกบะระลมได้อัดนี่ก็เสริมตะไคร้ตะเจียได้ลมอัดหมอลมอัดนี่ลีเราจะได้เลยเนาะนี่ยังไม่คันได้เมียนสนองเกียมุ้ยซอได้กรึเด้นี่ก็สนองเกียมุ้ยได้ซอได้กรึดูนี้ซอได้กำจะได้แน่ว่าให้บางคนเนื้อนุกตีขังไหลแล้วมองจิตปรามอย่างเงี้ยใช่ทั้งงานจิตไหลให้จังไม่ในท่าสำนองเตียงลายนั่นคือเธอใบหมกตัวทางเกิดนี่เดี๋ยวนี้นี่ไอจีสิบเลิศด้วยเลยเนี่ยเตะอ๋อนี่ยังมือđóนี่เป็นกิจกรรมจะได้หลังข้างนอกการจะได้ข้างนอกใบมาข้างในវិញอาเกียปีนี้ก็ใบหมกมารอเพลิงกันนะอาเกียใบมาซอยตะกรึปีข้างนอกก็ใบมาเพลิงนี่นะนี่ก็อาจจะเพลิงหลังหมุ้ยnhưng mà tại kia đấy mình có từ ná cứ chỉ từ nó hai chỉ ní này ní cứ chia hai chỉ chọn vì thống chọn vì sầm khánh từ khẳng cả này dừng ai đã bán cam cho đã xì mờ mình lùng tụi cầu chứ không lùng tụi cầu chưa đâu của hông không nóng để bảo quân mình lại rồi chưa được không tầm rau xì vẹn lần này mình lại vào hồi không phải snap đấy nhỉ làm trip sẽ vẽ lớn này như chưa tầm rổ sẽ vẽ lớn bên tối đâu con này chầu tàu chưa đâu đấy đâu con này tên mờ khơi đấy mới tới ba chi thơ đò ba nó tầm dân nó khơi chết nó khơi đò và sạt cô vót sàn cô vót cái pool của đà bao và sạt cô vót nó cô miền run trong một rau rô đỏ bạc được nhỉ đỏ bạc cứ và sạt hay và sạt ní cô cái thơ miền và hòn trong một rau nhỉ chưa quá ấy gì xảy ra không sum thuê sum ấy so bịch này này nhỉ nè chụp cái đây đại so bịch mày muốn thơ copy so bịch mày mà hàng cố các bạch riêng copy đấy cái này sạch nam mờ mà này
នេះប្រហែលជាមិនតន់ឆ្លាក់ហើយឬក៏យ៉ាងម៉េចនេះឆ្លាក់រួចរាល់នេះទៅតែចាប់ដើមរំលែងថ្មនេះបងប្អូនមានស្លាកស្នាមដកសសរតែមានប៉ុន្តែយើងមើលថាសសរស៊ីម៉ងឬសសរថ្មភក់ឬក៏សសរឈើដោយសារតែខាងនេះត្រូវបានលើកជាបារាយលុបបាត់មកខាងអញ្ចឹងទៅយើងមិនដឹងថាប្លង់ប្រាសាទពីដើមនោះមានប្រាសាទតូចៗអមនេះប្រមាណប្រាសាទនេះក្បាច់សក់ក្បាច់ខ្លះបងប្អូនថ្មបាយក្រៀមជាង 1000 ឆ្នាំហើយនៅតែឃើញមានស្លាកស្នាមថ្មបាយក្រៀមនៅខាងនោះមិនដឹងជាស្លាកស្នាមថ្មបាយក្រៀមរបស់កំពែងប្រាសាទឬក៏យ៉ាងម៉េចឬក៏គេយកមកតម្រៀបនៅសម័យក្រោយចឹងធ្វើជាដើរឡើងចុះទេនេះបងប្អូនមានមិនថាយ៉ាងម៉េចទេនេះស្នាមថ្មបាយក្រៀមនេះគឺថ្មបាយក្រៀមចាស់ហើយតែយើងមិនដឹងថាយ៉ាងម៉េចនេះឬក៏ចំដើរឡើងប៉ុន្តែបើសិនជាផ្លូវចំដើរចុះទៅនេះក៏សំថាធ្វើវែងទៅនេះតែមើលស្នាមថ្មក្រៀមនឹងនេះថ្មក្រៀមเราทำศึกษาตกหนาวចោតពេកជិលចុះទៅមើលសិនដឹងកន្លែងស្អាតអត់ផងកន្លែងស្អាតចាំយកម៉ូតូចុះអូមើលតែសំណងចោតទៅជាសិតដើមស្រល់កាសាអូ my god
វាស្រែវាស្រែវាស្រោនៅក្នុងបារាយបងប្អូនបារាយខាងលិចបារាយទឹកថ្លាតែនៅបែកខាងកើតដីរៀងខ្ពស់អញ្ចឹងទៅអត់សូវមានទឹកទេអញ្ចឹងបងប្អូនគាត់ធ្វើស្រូវនោះខាងនោះបងនោះចំកដាលប្រាសាទមេបុនខាងលិចនេះខាងនេះសិតតែទីវាលសិតតែដីក្នុងបារាយទឹកថ្លានេះហើយបារាយនេះមានទំហំ8គីឡូគុណនឹង 2.2 គីឡូម៉ែត្រធំដែរបងប្អូនពីសម័យមុនមកដល់ឥឡូវហ្នឹងក៏ដោយដែរសម័យនេះហ្នឹងគឺបារាយទឹកថ្លានេះគឺធំជាងគេហើយមេឃឡើងថ្ងៃល្អអូខេយើងប៉ុណ្្នឹងសិនយើងបន្តដំណើរទៅមុខទៀតមើលទៅមើលពីលើមិនឃើញដីខ្សាច់ស្អាតដែរទៅពេលចុះមកក៏សិតតែស្មៅហើយនឹងស្រូវហើយបងប្អូនគាត់ធ្វើការរបស់គាត់រៀបចំនេសាទអីចឹងទៅយើងបាញ់អង្គុយទេវាក្តៅផងយើងជិះមួយជុំបារាយនេះដើម្បីផ្ដិតយកទិដ្ឋភាពស្អាតឡើងវិញស្រួលទេបងឡើងវិញបាក់ខ្លាំងហ៎អូផ្លូវខាងលិចទៅស្រួលជាងហ៎អូខេនេះហ្នឹងគាត់ឡើងនេះឡើងវិញទៅជាល្អជាងចុះស្រុំនឹកចុះទៅចាក់ស្រួលហើយសមុទ្រទឹកសាបហ្នឹងកូនសមុទ្រទឹកសាបជាទី2តពីទន្លេសាបមានសត្វរុំពេអូនទឹកអឡូវតិចតួចគួរទឹកនឹងមកនោះចុះកន្លែងទំនប់វិហារកន្លែងទិញសម្បត្តិជីទៅលេងជីកណូតទៅលេងនៅប្រាសាទមេបុននោះហើយទៅនោះគេចុះមួយដែរនៅកន្លែងវិហារទឹកបើខាងនេះអត់មានគេចុះទេបងមានកន្លែងអង្គុយលេងអត់មានកន្លែងអង្គុយលេងញ៉ាំអី